ជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូទេខ្ញុំឈ្មោះស្រុនសេរីណេតមកពីថ្នាក់អំដែលមានលេខរៀនទី6នេះគឺជាការស្វ័យសិក្សាមេរៀននៅសប្តាហ៍ទី7ទាក់ទងជាមួយនឹងការវាយតម្លៃដែលធ្វើឲ្យមានគុណភាពនិងប្រសិទ្ធភាពអឺជាមួយនឹងមេរៀនថ្ងៃនេះដែរមាតិការបស់ខ្ញុំមាន6ចំណុច1សេចក្តីផ្ដើម2តើអ្វីទៅជាការវិតម្លៃក្នុងការសិក្សា3លក្ខណៈវិនិច្ឆ័យលើការធានានូវប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សា4ការប្រឈមនឹងដំណើរការនៃការធ្វើតេស្តនិងប្រឡង5ប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡង6សន្និដ្ឋានការវាយតម្លៃត្រូវបានប្រើដើម្បីវិនិច្ឆ័យពីលើលទ្ធផលនិងការអនុវត្តសិស្សចាំវាតកតងជាមួយនឹងការវិតម្លៃវាមានសារៈសំខាន់ក្នុងការវិតម្លៃការសិក្សារបស់សិស្សក្នុងរយៈពេល1ម៉ោងឬក៏រយៈពេល1ខែម្ដងតកតងជាមួយនឹងការប្រឡងប្រចាំខែឬក៏ការធ្វើតេស្តប្រចាំសប្តាហ៍ទៅតាមរបស់គ្រូទៅតាមលក្ខណៈនិងបរិយាកាសផ្សេងៗគ្នាអញ្ចឹងតកតងជាមួយនឹងការវិតម្លៃរបស់វិតម្លៃការសិក្សាវាមានសារៈសំខាន់ខ្លាំងទៅលើការបង្រៀននិងការរៀនរបស់សិស្សតកតងជាមួយនឹងការបង្រៀននេះគេចង់សំដៅលើការបង្រៀនរបស់គ្រូបង្រៀនមួយនិងការសិក្សាការរៀនគឺគេចង់សំដៅទៅលើសិស្សតើនៅពេលដែលគ្រូបង្រៀនគាត់អាចចាប់បានអ្វីខ្លះចំណុចទី2តើអ្វីជាប្រសិទ្ធភាពនៃការវិតម្លៃការសិក្សាប្រសិទ្ធភាពនៃការវិតម្លៃការសិក្សាគឺជាការវាស់វែងដើម្បីស្ទាបស្ទង់ការដឹងឬការយល់ឬក៏ចំណេះដឹងឬក៏ជំនាញដែលសិស្សមានខ្ញុំនិយាយថាប្រសិទ្ធភាពក្នុងការវិតម្លៃនេះគឺចង់សំដៅទៅលើការប្រសិទ្ធភាពហ្នឹងគឺសម្រាប់ការវាស់វែងសម្រាប់ការស្ទាបស្ទង់និងការសង្កេតមើលនឹងវិធីសាស្ត្រផ្សេងៗរបស់គ្រូដើម្បីទទួលបានលទ្ធផលឲ្យមានប្រសិទ្ធភាពក្នុងគោលដៅចង់ឲ្យសិស្សកែលម្អនិងឲ្យសិស្សមានការខិតខំប្រឹងរៀនបន្ថែមតាក់ទងជាមួយនឹងការវាយតម្លៃហ្នឹងការវាយតម្លៃមិនមែនជាការដាក់សម្ពាធទៅឲ្យសិស្សដើម្បីឲ្យសិស្សមានអារម្មណ៍ធុញថប់ក្នុងការសិក្សានោះទេតាក់ទងជាមួយវិនិច្ឆ័យទៅលើការធានាប្រសិទ្ធភាពក្នុងការវិតម្លៃតកតងជាមួយនឹងលក្ខណៈវិនិច្ឆ័យហ្នឹងមាន8ចំណុចធំដូចជាចំណុចទី1លទ្ធផលការសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របចំណុចទី2ការបន្ស៊ីគ្នារវាងវិធីសាស្ត្រវាយតម្លៃនិងលទ្ធផលការសិក្សារំពឹងទុកក្នុង1ម៉ោងចំណុចទី3សុពលភាពចំណុចទី4ភាពជឿជាក់ចំណុចទី5សេចក្តីភាពចំណុចទី6ផលវិបាកវិជ្ជមានចំណុចទី7ការអនុវត្តនិងប្រសិទ្ធភាពចំណុចទី8ភាពស៊ីមេទ្រីគ្នានិងភាពសមស្របគ្នាតទៅជាមួយនឹងចំណុចទី1ចំណុចទី1ក្នុងចំណុចលក្ខណៈវិនិច្ឆ័យគឺជាលទ្ធផលការសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របតទៅជាមួយនឹងចំណុចមួយនេះគេចង់និយាយពីការសិក្សារំពឹងទុកគេចង់សំដៅការរំពឹងទុករបស់គ្រូទៅលើការសិក្សារបស់សិស្សក្នុង1ម៉ោងសិក្សាឧទាហរណ៍ថាគាត់លើកមេរៀនចំណុចកមួយយកមកបរៀនសិស្សគាត់នឹងមានការវាយតម្លៃមួយនឹងការអាចជាការធ្វើតេស្តការអនុវត្តសួរមាត់ផ្ទាល់ការសង្កេតរបស់គ្រូឬក៏សួរសំណួរផ្ទាល់មាត់សិស្សភ្លាមៗនៅក្នុងម៉ោងសិក្សាហ្នឹងដើម្បីវាយតម្លៃសិស្សក្នុង1ម៉ោងសិក្សានឹងតែម្ដងហើយវាគឺជាការរំពឹងទុករបស់គ្រូនឹងរំពឹងថាក្នុងពេលដែលគាត់បរៀនបញ្ចប់ហើយសិស្សអាចយល់ត្រង់ចំណុចណាខ្លះអាហ្នឹងគឺជាការរំពឹងទុករបស់គ្រូនឹងចំណុចបន្ទាប់ការស៊ីមេទ្រីគ្នារវាងវិធីសាស្ត្រវាយតម្លៃនិងលទ្ធផលការសិក្សារំពឹងទុកក្នុង1ម៉ោងតកតងជាមួយនឹងការវិធីសាស្ត្រវាយតម្លៃនិងលទ្ធផលរំពឹងទុកក្នុង1ម៉ោងនោះវាមានភាពស៊ីមេទ្រីគ្នាដូចជាវិធីសាស្ត្រវាយតម្លៃចង់មានថាវិធីសាស្ត្រក៏ត្រូវរៀបចំវិធីសាស្ត្រណាមួយសម្រាប់ការវាយតម្លៃហ្នឹងក្នុងវាយតម្លៃគឺវាយតម្លៃក្នុង1ម៉ោងសិក្សាមិនមែនវាយតម្លៃក្នុងកន្លះខែម្ដងឬក៏មួយអាទិត្យម្ដងហើយចង់មានថាវិធីសាស្ត្រហ្នឹងក៏ត្រូវតែមានភាពស៊ីមេទ្រីគ្នារវាងការសិក្សាកម្មវត្ថុបំណងមេរៀននិងវិធីសាស្ត្រវាយតម្លៃហ្នឹងគ្រូត្រូវតែកំណត់គោលដៅឲ្យបានច្បាស់និងត្រូវតែយល់ពីការវិវត្ត
វត្តចំណេះការវិវត្តចំណេះដឹងរបស់សិស្សថាសិស្សគាត់អាចយកបានចំណុចណាក្នុង1ម៉ោងអញ្ចឹងគឺនៅពេលដែលគ្រូគាត់ស្គាល់សិស្សច្បាស់គាត់នឹងអាចមានវិធីសាស្ត្រក្នុងការវិទ្យាល័យហ្នឹងវាអត់មានភាពមានប្រសិទ្ធភាពវាអត់ឲ្យមានការខុសឆ្គងបានទេព្រោះបើសិនជាគ្រូគាត់អត់យល់ពីសិស្សអត់យល់ពីសមត្ថភាពសិស្សវិធីសាស្ត្រនៃការវិទ្យាល័យរបស់គាត់ក៏វាមានភាពមិនស្មើភាពឬក៏អាចលើសលប់ពេកសម្រាប់សិស្សដែលគាត់រៀនខ្សោយទំនាក់ទំនងរវាងសុពលភាពគឺគេចង់សំដៅទៅលើរយៈពេលការវាស់វែងការបង្រៀនរបស់គ្រូបង្រៀនគាត់ចង់ឲ្យមានសុពលភាពមិនគឺចង់ឲ្យមានសុពលភាពចង់សំដៅទៅលើការវាយតម្លៃឧទាហរណ៍ថាក្នុង1ម៉ោងសិក្សារបស់គាត់រៀនពីវិធីដកលេខស្រាប់តែគាត់ទៅធ្វើតេស្តឬក៏ការសួរសំណួរផ្ទាល់មាត់របស់សិស្សឬក៏ការសង្កេតរបស់គាត់បែរជាទៅឲ្យសិស្សហ្នឹងឆ្លើយពីសំណួរដែលតាក់ទងជាមួយនឹងពិធីបូកវិញអញ្ចឹងមានន័យថាសុពលភាពនៃមេរៀនហ្នឹងវាអត់សមស្របទៅនឹងការវាយតម្លៃមួយហ្នឹងទេអញ្ចឹងបើសិនជាយើងជាគ្រូយើងធ្វើបែបហ្នឹងសុពលភាពនៃការវាយតម្លៃរបស់យើងវាអត់មានភាពជឿជាក់អីហើយក៏វាមិនសមស្របទៅនឹងវត្ថុបំណងនៃមេរៀនដែរអញ្ចឹងពេលដែលគ្រូវាយតម្លៃបែបហ្នឹងការវាយតម្លៃរបស់គ្រូនឹងមានការធ្លាក់ចុះអាហ្នឹងគឺជាសមត្ថភាពរបស់គ្រូដែរយើងអាចឆ្លុះបញ្ចាំងពីខ្លួនឯងថាបើសិនជាយើងរៀនដកយើងទៅធ្វើតេស្តគាត់បូកតើវាសមស្របទៅនឹងវត្ថុបំណងរបស់មេរៀនអត់អាហ្នឹងគឺជាសុពលភាពបើសិនជាសុពលភាពហ្នឹងអឺគឺគ្រូត្រូវតែចេះបែងចែកថារៀនអ្វីរៀនមេរៀនដកត្រូវតែធ្វើតេស្តឬក៏សួរសំណួរផ្ទាល់មាត់ពីសួរសំណួរផ្ទាល់មាត់សិស្សត្រូវតែសួរពីមេរៀនដែលយើងរៀនមិនមែនយើងទៅសួរមេរៀនដែលយើងមិនទាន់រៀននោះទេចំណុចបន្ទាប់3.4ភាពជឿជាក់ហ្នឹងចង់សំដៅទៅលើភាពជឿជាក់របស់គ្រូភាពជឿជាក់ក៏ជាកត្តាសំខាន់មួយដែរនៅក្នុងការវាយតម្លៃហ្នឹងបើសិនជាលោកគ្រូក៏អត់មានការជឿជាក់អត់មានភាពយុត្តិធម៌ទៅលើសិស្សណាមួយការជឿជាក់ហ្នឹងក៏វាអត់ទុកជាប្រសិទ្ធភាពមួយនៅក្នុងការវាយតម្លៃហ្នឹងដែរបើសិនជាឧទាហរណ៍ថាសិស្សមួយលោកគ្រូគាត់បានដាក់តេស្តធ្វើឲ្យតេស្តធ្វើពិធីបូកលេខឲ្យពិធីដកលេខឲ្យសិស្សធ្វើពេលដែលគាត់ធ្វើតេស្តថ្ងៃហ្នឹងកូនសិស្សហ្នឹងធ្វើបាន8បន្ទុក9បន្ទុកដល់ពេលស្អែកឡើងគាត់ដឹងថាគាត់ចង់ដឹងពីសមត្ថភាពសិស្សហ្នឹងទៀតស្រាប់តែគាត់នឹងទៅធ្វើតេស្តមួយសារទៀតតាក់ទងជាមួយនឹងពិធីដកដដែលលំហាត់ដដែលទាំងអស់លំហាត់មានប្រមាណគាត់ធ្វើដដែលអញ្ចឹងមានន័យថាគាត់ចង់ដឹងពីភាពជឿជាក់របស់គាត់ថាគាត់ដាក់បន្ទុកឲ្យសិស្សហ្នឹងត្រឹមត្រូវទៅតាមគោលការណ៍អត់គ្មានភាពលំអៀងអត់អញ្ចឹងបើសិនជាសិស្សហ្នឹងធ្វើហើយគាត់កែទៅសិស្សនៅតែបាន9បន្ទុកដដែលអញ្ចឹងមានន័យថាភាពជឿជាក់លើការវាយតម្លៃភាពជឿជាក់នៃការធ្វើតេស្តឬក៏ការប្រឡងរបស់គាត់ហ្នឹងមានភាពសក្រិតគ្មានភាពលំអៀងទៅលើសិស្សណាម្នាក់ទេសក្រិតភាពហ្នឹងគេចង់សំដៅទៅលើភាពស្មើភាពរវាងសិស្សមិនថាសិស្សអ្នកមានសិស្សអ្នកក្រសិស្សដែលគាត់មានជីវភាពពិបាកឬក៏សិស្សមកពីកន្លែងឬក៏សាសនាខុសគ្នាសិស្សដែលរៀនខ្សោយឬក៏សិស្សដែលរៀនខ្លាំងអញ្ចឹងមានន័យថាសក្តិភាពហ្នឹងគេចង់សំដៅថាសិស្សទាំងអស់គឺមានសិទ្ធិស្មើគ្នាមានឱកាសសិក្សារៀនសូត្រដូចគ្នាមិនថាប្រុសឬមិនថាស្រីទេគឺគាត់មានឱកាសក្នុងការរៀនសូត្រដូចគ្នាវាអត់មានភាពលំអៀងចង់និយាយថាវាអត់មានភាពលំអៀងទៅលើសាសនាដទៃឬក៏សម្បូរពណ៌ស្បែកឬក៏សិស្សនឹងក្រត្រូវឲ្យបន្ទុកទាបឬក៏ឲ្យអ្នកមានទៅគេរៀងខ្ពស់ទៅអាហ្នឹងវាអត់ត្រឹមត្រូវទេអញ្ចឹងវាអត់មានសក្តិភាពទេអញ្ចឹងសក្តិភាពគឺភាពស្មោះត្រង់ភាពស្មើភាពគ្នាគ្មានភាពលំអៀងទៅលើបុគ្គលណាម្នាក់ជាមួយនឹងផលវិបាកវិជ្ជមានតើតើផលវិបាកវិជ្ជមានតើតើជាមួយចំណុចហ្នឹងវាមានវិជ្ជមានមានន័យថាវាល្អប្រសើរអញ្ចឹងចំពោះសិស្សតើតើជាមួយចំណុចមួយហ្នឹងគេចង់និយាយថាផលវិបាកវិជ្ជមានគាត់ពិបាកនឹងការប្រឡងដែរប៉ុន្តែ
សិស្សអាចចងចាំព័ត៌មានផ្សេងៗអំពីមេរៀនហ្នឹងគាត់អាចធ្វើកើតហើយក៏មានព័ត៌មានទូលំទូលាយដែលទាក់ទងជាមួយនឹងការសំណុំការសិក្សារបស់គាត់ស្គាល់ព័ត៌មានសារឡើងវិញអឺគាត់ចេះរំលឹកការចងចាំរបស់គាត់អាចធ្វើវិញ្ញាសាកើតអញ្ចឹងមានន័យថាផលវិជ្ជមានផលវិជ្ជមានរបស់សិស្សគឺគាត់ធ្វើវិញ្ញាសានឹងកើតហើយដំណោះស្រាយមានតែយើងជាគ្រូត្រូវមានការជួយជំរុញទឹកចិត្តទៅឲ្យសិស្សនិងត្រូវណែនាំឲ្យសិស្សខំរៀនបន្ថែមទៀតទាក់ទងជាមួយនឹងលំហាត់ណាដែលគាត់ធ្វើឲ្យកើតទី3.7ការអនុវត្តនិងប្រសិទ្ធភាពតើតើជាមួយនឹងការអភិវឌ្ឍនិងប្រសិទ្ធភាពអឺការវិទ្យាល័យមានប្រសិទ្ធភាពលុះត្រាតែគ្រូស្គាល់វិធីសាស្ត្រហ្នឹងចង់សំដៅទៅលើវិធីសាស្ត្របង្រៀនវិធីសាស្ត្រធ្វើតេស្តនិងវិធីសាស្ត្រចេះបែងចែកពេលវេលាសមស្របការបង្រៀនហ្នឹងទៅការប្រឡងហ្នឹងកុំឲ្យមានភាពស្មុគស្មាញពេកហើយគ្រូនឹងមានភាពងាយស្រួលក្នុងការដាក់បន្ទុកឲ្យសិស្សគាត់អត់មានផលវិបាកក្នុងការដាក់បន្ទុកឲ្យសិស្សទេបើសិនជាគាត់ចេះមានវិធីសាស្ត្រក្នុងការវាយតម្លៃនិងការធ្វើតេស្តនិងការប្រឡងហ្នឹងហើយគាត់ចេះបែងចែកពេលវេលាត្រឹមត្រូវទៅតាមវិញ្ញាសាដែលគាត់បានដាក់ឧទាហរណ៍ថាគាត់វិញ្ញាសាធ្វើតែម៉ោងឯងប៉ុន្តែលោកគ្រូគាត់ស្រាប់តែដាក់មក2ម៉ោងវិញ្ញាសាទៅដល់2ម៉ោងចឹងមានន័យថាពេលវេលាវាអត់សមស្របទេការដាក់បន្ទុកក៏ពិបាកអាប្រឡងនោះក៏មានភាពសុខស្មានបកស្រាយលទ្ធផលទៅឲ្យសិស្សហ្នឹងក៏វាមិនគួរមិនថាគួរបកស្រាយបែបណាព្រោះដាក់លំហាត់លេខដាក់មក20លំហាត់អីឲ្យគ្នាធ្វើ1ម៉ោងចឹងមានន័យថាសិស្សធ្វើអត់កើតចឹងពិបាកក្នុងការបកស្រាយលទ្ធផលហ្នឹងទៅប្រាប់សិស្សវិញណាជាមួយនឹងភាពស៊ីចង្វាក់គ្នានិងសមស្របតើតើចំណុចហ្នឹងមួយក៏វាជាកត្តាដែលជះឥទ្ធិពលខ្លាំងណាស់ទៅលើការវិទ្យាល័យជះឥទ្ធិពលទៅលើមិនឧទាហរណ៍ថាគ្រូគាត់ថ្ងៃហ្នឹងគាត់រៀនពិធីដកតែគាត់អត់គាត់ពេលដែលគាត់ធ្វើតេស្តគាត់អត់មានទៅសួរថាតើពិធីដកតើរបៀបនៃការដកហ្នឹងគេដកលេខពីណាទៅណាឬក៏ដកពីក្រោមចុះលើឬក៏ពីលើចុះក្រោមអីទេគាត់បែរទៅសួរថាតើពិធីដកហ្នឹងកើតឡើងនៅឆ្នាំណាឬក៏បង្កើតឡើងដោយជនជាតិសាស្ត្រាចារ្យមួយណាអីទៅយ៉ាងទៅអញ្ចឹងមានថាវាអត់ស៊ីចង្វាក់គ្នាជាមួយនឹងមេរៀនដែលគាត់បរៀនហើយក៏វាអត់មានភាពសមស្របជាមួយអ្វីដែលគាត់បរៀននឹងដែរអញ្ចឹងមានថាអាហ្នឹងជាកត្តាដែលជះឥទ្ធិពលខ្លាំងទៅលើការវិទ្យាល័យបើសិនជាលោកអ្នកគ្រូពេលដែលបរៀនគាត់អត់មានភាពស៊ីចង្វាក់គ្នានៅពេលរៀនហើយនឹងប្រឡងវាអត់មានភាពស៊ីចង្វាក់គ្នាទេវាអាចជះឥទ្ធិពលទៅលើអាហ្នឹងដូចគ្នាអញ្ចឹងគ្រូត្រូវតែចេះយល់ពីភាពស៊ីចង្វាក់គ្នារវាងមេរៀននិងការធ្វើតេស្តចំណុចទី4ធំបញ្ហាប្រឈមនិងដំណើរការធ្វើតេស្តដំណើរការនៃការធ្វើតេស្តនិងប្រឡងតើតើជាមួយនឹងបញ្ហាប្រឈមការប្រឡងវាតែងតែមានបញ្ហាប្រឈមដូចជាគ្រូគាត់លំអៀងទៅលើសិស្សណាសំណួរដាក់ទៅច្រើនពេកសិស្សលួចចម្លងគ្នាពេលវេលាវាអត់គ្រប់គ្រាន់ឬក៏ខ្វះសម្ភារៈក្នុងការសម្ភារៈក្នុងការប្រឡងហ្នឹងគឺជាបញ្ហាប្រឈមហ្នឹងដែលធ្វើឲ្យការវាយតម្លៃហ្នឹងក៏វាអាចទៅតាមនឹងដែរហើយពេលធ្វើតេស្តក៏វាពិបាកក្នុងការធ្វើតេស្តឬការប្រឡងតងជាមួយចំណុចទី5ប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងដំណើរការធ្វើតេស្តនិងប្រឡងអញ្ចឹងមានថាដំណើរការវាអាចមានបែងចែកជា3ធំមុនពេលប្រឡងមុនពេលប្រឡងចាប់ផ្ដើមដំណាក់កំពុងប្រឡងនិងបញ្ចប់អញ្ចឹងមានន័យថាបើសិនជាពេលដែលមុនប្រឡងយើងជាគ្រូយើងត្រូវតែណែនាំប្រាប់សិស្សថាថ្ងៃហ្នឹងយើងប្រឡងមុខវិជ្ជាអីប្រឡងប៉ុន្មានម៉ោងបានបន្ទុកប៉ុន្មានហើយនឹងមានការលើកទឹកចិត្តសិស្សថាការប្រឡងហ្នឹងគ្រាន់តែជាការវាយតម្លៃចង់ដឹងពីសមត្ថភាពសិស្សមិនមែនជាការដាក់សម្ពាធទៅលើសិស្សនោះទេនឹងកំពុងដំណើរការប្រឡងតកតងជាមួយនឹងកំពុងដំណើរការប្រឡងហ្នឹងវាមានប្រសិទ្ធភាពលុះត្រាតែពេលប្រឡងហ្នឹងក៏អត់គ្មានសំឡេងរំខានមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រឡងរបស់គាត់យើង
គួរតែឲ្យអ្នកដទៃដែលនៅក្នុងថ្នាក់ពេលដែលប្រឡងហ្នឹងគឺមានភាពស្ងៀមស្ងាត់ហើយនៅពេលដែលជិតដល់ម៉ោងអីយើងជាគ្រូយើងត្រូវalert ប្រាប់គាត់ថានៅសល់ប្រហែលនាទីទៀតនៅសល់ប្រហែលនាទីទៀតចឹងឲ្យសិស្សគាត់មានការត្រៀមខ្លួនក្នុងការប្រឡងហ្នឹងចំណុចចុងក្រោយរបស់ខ្ញុំគឺសន្តិសេចក្តីសន្និដ្ឋានចឹងជាសរុបជារួមមកការធ្វើតេស្តការវាយតម្លៃវាមានសារៈសំខាន់ណាស់ប៉ុន្តែវាក៏ជាបញ្ហាប្រឈមមួយដែរដូចជាបញ្ហាសម្ពាធផ្លូវចិត្តបញ្ហាសម្ពាធផ្លូវចិត្តភាគច្រើនវាមានទៅលើសិស្សដែលគាត់រៀនខ្សោយឧទាហរណ៍ថាពេលយើងប្រឡងហើយយើងគាត់ធ្វើអត់ចេញឬក៏ការធ្វើតេស្តគាត់ធ្វើអត់ចេញគាត់មានសម្ពាធផ្លូវចិត្តខ្លាំងឬក៏មានការអន់ចិត្តជាមួយគ្រូឬក៏អន់ចិត្តជាមួយមិត្តភ័ក្តិអីចឹងទៅអញ្ចឹងវាអាហ្នឹងវាតាក់ទងទៅនឹងអារម្មណ៍របស់ក្មេងដែលគាត់មានណាហើយមួយទៀតការរៀបចំប្រឡងវាសមស្របចឹងមានន័យថាចេះការវាតម្លៃវាមានប្រសិទ្ធភាពបានដូចថាការប្រឡងហ្នឹងវារៀបចំបានសមស្របតាមពេលវេលានិងចំណេះដឹងរបស់សិស្សបើសិនជាយើងជាគ្រូយើងអត់ដឹងសមត្ថភាពរបស់សិស្សយើងទេឧទាហរណ៍ថាសិស្សយើងចេះបាន50%ប៉ុន្តែតែយើងដាក់ទៅ70%ឬក៏80%អញ្ចឹងវាជះឥទ្ធិពលទៅលើការវាយតម្លៃដូចគ្នាអញ្ចឹងការវាយតម្លៃរបស់យើងវាអត់ល្អទៅទៅទៅដូចអ្វីដែលយើងចង់បាននោះទេអញ្ចឹងយើងជាគ្រូត្រូវតែស្វែងយល់ឲ្យច្បាស់អំពីចំណេះដឹងរបស់សិស្សហើយនឹងចេះរៀបចំពេលវេលាឲ្យសមស្រប ចាចំណុចរបស់ខ្ញុំសូមចប់ប៉ុណ្ណឹងសូមអរគុណលោកគ្រូ